ទៅលេងចកាតរ៉េនបោះបាក់យាយមួយកងអូនជាមួយគ្នានឹងយកអេមីលីមួយទីតាមកចោះចកាម្ដងណាការបាក់យាយអេមីលីមិនមែនមានតែតរ៉េនទេមានអីច្រើនទៀតអ្នកគ្នាមីហ្នឹងឡើងស្ទៀវភូមិអស់ហើយអ្នកជិះម៉ូតូវាយ3ដើរលេងឯនេះរងចាំយូរតែមើលសកម្មភាពរបស់គ្រួសារខ្ញុំទាំងអស់គ្នាណែឈុតគេទៅលេងចកាណែសាវ៉ាន់តាខ្មៅអីយកងាយណាបានទៅលេងចឹងរៀងស្ទៀវតិចចឹងណាព្រោះដឹងអាម៉ាក់យាយមួយកងយកទៅដឹងអួតពេញភូមិជិះប្រហែល3ម៉ោងដែរអ្នកគ្នាមកដល់កំពង់ចាមហើយដុំនេះគេហៅមកដុំក្រែកអ្នកគ្នាខ្ញុំអត់ស្គាល់ទេបើតែដឹងអានេះក្រែកដីរបស់កងម៉ាក់យាយអេមីលីអ្នកគ្នាមានច្រើនណាមានទាំងដើមកពីងដើមមរិចទៅមរិចច្រើនជាងគេព្រោះពីមុនចកាមរិចចឹងអ្នកគ្នាទៅពេលក្រោយៗហ្នឹងគាត់ដាក់ដាំត្រេនទៅបាន3 4ដើមនោះសុទ្ធតែមានច្រើនដើមដែរតែគ្រាន់តែអត់មានផ្លែអ្នកគ្នាបើតែ3 4ដើមហ្នឹងញ៉ាំអត់ចង់អស់ទេត្រេនធម្មជាតិដោយសារដើមខ្លួនឯងអ្នកគ្នាធម្មជាតិ 100% ហ្មងដល់ខែត្រេនខែអីពួកខ្ញុំដែរបាក់ចិត្តមានត្រេនញ៉ាំទេហើយសិតត្រេនធម្មជាតិខ្ញុំគាត់មានខំម៉ាំខអីមកញ៉ាំជុំគ្នាតែសប្បាយដែរយូរបងប្អូនជុំគ្នាម្ដងចឹងហើយនៅអ្នកមានភ្លើងមានទឹកទេ explore បែបធម្មជាតិអាំងសាច់អាំងអីមើលទឹកនេះទឹកនោះអីចឹងអ្នកគេទៅ fresh មួយយ៉ាងដែរមើលត្រេនខ្ញុំមើលទៅប៉ុណ្ណឹងដឹងធម្មជាតិឬមិនធម្មជាតិដែរទៅមានស្អុយមានអីខ្លះចឹងណាប៉ុន្តែតនីសាច់ឆ្ងាញ់ខ្ញុំអត់ដឹងត្រេនហ្នឹងហៅត្រេននេះគេប៉ុន្តែសាច់គឺឆ្ងាញ់ខ្លាំងមើលសាច់ណែណាសាច់រៀងស្ងួតតែនៅក្នុងរៀងទន់និយាយទៅហ្នឹងតាមអ្នកអរគ្នាទុករៀងយូររៀងឆាប់អីចឹងហើយសាច់ឡើងណែនធំបងប្អូនមកថាឃើញវីដេអូហ្នឹងឲ្យឃ្លានត្រេនទិញត្រេនញ៉ាំណាខ្ញុំញ៉ាំឆ្អែតសិនបើថានៅសល់បានច្រើនបានទុកលក់អញ្ចឹងមកអ្នកអរគ្នាចង់ទិញចង់អីអាសាមើល story ខ្ញុំទៅគីឡូនៅសល់ត្រេនទុកលក់ឲ្យអ្នកអរគ្នាត្រេនធម្មជាតិគ្រួសារអ្នកដាំអញ្ចឹងណាតាក៏មកដែរមុនតាមកមួយអេមីលីដែរមានមូសចឹងទៅខ្ញុំយក sticker បិទមូសដែរហើយខ្ញុំប្រើ sticker បកងគ្រូម៉ាមីអ្នកអរគ្នាទិញកនេះដាក់តាមខ្លួនល្អហើយមិនថាមូសហើយសត្វល្អិតក៏ហ៊ាននៅចិត្តយើងដែរហើយខ្ញុំបិទឲ្យក្មេងៗដោយសារមានចែចែមួយហៀឡាប៊ីមួយចែចែលីយ៉ាមកដែរអញ្ចឹងបិទក្មេងៗកុំឲ្យមានមូសមានសត្វអីមកតោងចឹងគេឃើញអញ្ចឹងទេស្រឡាញ់អូនណាអ្នកបន្តិចហ្នឹងអេមីលីចាប់ផ្ដើមពាក់មួកពាក់អីទៅមើលចកាតរ៉េនហើយខ្ញុំយកកូនខ្ញុំ explore គ្រប់កន្លែងគ្មានខ្លាចសត្វខ្លាចអីទេឃើញអញ្ចឹងណាគេយកដើរលេងរហូតហ្នឹងមកពីអីមកពីស្រួលដើរចេះគេកុកអញញ៉ៃទេមិនក្តៅមិនអីសឹងថាស្មោចខំគ្នាមិនយំផងវាចឹងមើលពូពូអីមកយាយកងអូនបេះត្រេនហើយមួយតានេះក៏មកដែរនិយាយទៅចកាម៉ាក់ខ្ញុំមានច្រើនណាស់គ្នាមានទាំងសៅម៉ៅខ្នោអូយច្រើនណាស់គាត់ដាំកស៊ូនឹងក្រោយផ្ទះទៀតដីល្អណាស់គ្នាដាំមកបានត្រេនប៉ុនណាណៃហ្មងនេះមរិចរបស់គាត់តែអស់ផ្លែដោយសារគាត់បេះអស់ម្សានេះអស់ម្សាណាស់គ្នានេះចាយខ្ញុំគាត់បេះអាខ្ចីទុកឆាមួយនេះខ្នោប្រាប់6ដើមហើយដើមនឹងចង់បាក់ផ្លែណាស់គ្នាដើមនឹងចង់បាក់ផ្លែឡើងចង់បាក់ដើមហ្នឹងនឹងដើមស្កានេះគ្រាន់តែយូរពេកទៅលេងសូវមានផ្លែហាក់សូវបានមើលសូវបានអីក៏អត់មានផ្លែទៀតទៅគេរវល់បេះត្រេនទាំងអស់គ្នាហត់តកូនខ្ញុំទេណែអូបាច់យកឡើងពេញខ្លួនកូនខ្ញុំបាច់ញើសក្បាលសាហាវមកទៅគឺអូហត់តែអេមីលីទេហត់តកូនខ្ញុំទេបាច់យកឡើងជួក្បាលហើយអ្នកគ្នាតិចឃើញបាច់ញើសបាច់អីចឹងហោរឿងអត់បានប៉ដើរអ្នកគ្នាមិនពុទ្ធនាមិនក៏អូខេដែរនេះវិញសៅម៉ៅខាងដីបងថ្លៃខ្ញុំម្នាក់ទៀតនៅណងអ្នកគ្នាធម្មជាតិហើយសាច់ឡើងល្អហ្មងស្រួយឆ្ងាញ់ហ្មងគាត់ថាវាបានសាយស្មើគ្នាវាសាយធំទូចអីចឹងមេឃភ្លៀងដែរអ្នកគ្នាចឹងត្រេនយើងក៏ឈប់បេះយើងបេះបានតែមកគូតឡានអត់ដែរហើយយកអេមីលីមកញ៉ាំកូកូនៅកន្លែងវិញនិយាយទៅដល់ណាដល់ណីមានទឹកឲ្យគាត់ងូចមានអាកំរាលហ្នឹងក្រៅឲ្យគាត់លេងទៅគឺគាត់ស្ងៀមហ្មងកូនខ្ញុំស្រួលណាស់ទឹកដេក4ហើយម៉ាក់មួយប៉ាប៉ាហើយមួយពូពូអូនចាចេញស្ទៀវតាមភូមិចឹងក៏គ្មានភូមិគ្មានអីទេអ្នកគ្នាទៅចោះមើលចកាគេចកាឯងនៅក្នុងស្រុកនឹងអីចឹងអ្នកគ្នាឲ្យផ្លូវស្អាតណាស់និយាយទៅផ្លូវដូចនៅមណ្ឌលគិរីចឹងអ្នកគ្នាមានចកាកស៊ូអំជុំវិញឲ្យឡើងត្រជាក់សេបហ្មងនិយាយទៅ relax ដែរតែអត់ទាន់មានទឹកមានភ្លើងទេតែមួយយ៉ាងដែររបៀបយើង explore អីថ្មីចាំបាច់អីមួយកងអេមីលីមានប៉ុណ្ណឹងអ្នកគ្នាឥឡូវយកអេមីលីដើរលេងដើរអីហើយពួកខ្ញុំឡើងមកពេញវិញដោយសារទៅវល់ល្ងាចមើលត្រេនមកបេះត្រេនមកបេះមរិចអីហើយពួកខ្ញុំរៀបចំទៅវិញណាអ្នកគ្នាពួកខ្ញុំទុកញ៉ាំសិនបើថានៅសល់អ្នកគ្នាអាសាតាមដាន story ខ្ញុំផងគីឡូបានទិញត្រេនធម្មជាតិញ៉ាំដែរតែប៉ុណ្្នឹងទេបាយបាយអ៊ំពូមីង